ធ្វើដំណើរទៅសែនឆេងមេងនៅកំពង់ចាមស្រុកកំពង់បឹងមករៀនធ្វើមករៀននេះតាមផ្លូវទៅឈួយច្បារសិនតែមុនទៅឈួយច្បារក៏ទៅទិញនំខេកដើម្បីទៅសប្រាយចាយវីណាព្រោះថាថ្ងៃ3ខែ4ហ្នឹងចំថ្ងៃខួបកំណើតគាត់ចឹងមុនទៅកំពង់ចាមហ្នឹងក៏ចូលមកស្រែជួយច្បារដើម្បីទៅសប្រាយខួបកំណើតគាត់ទៅចាំនេះខួបកំណើតចាយរៀងកំសត់តិចព្រោះឲ្យគ្នាតិចអ្នកនិយាយទៅបើសប្រាយបានតែ3 4នាក់ទាំងក្មួយទាំងប្តីអីចាយជុំគ្នានឹង4នាក់តែថតអត់អស់ក្មួយមួយទៀតសប្រាយគាត់បានសម្រាប់ទិញនំខេកឲ្យគាត់មុនដែលយើងទៅឆេងមេងនៅស្រុកកំពង់បឹងអញ្ចឹងណាយើងcelebrate ខួបកំណើតចាយនៅជួយច្បារសិនដល់ហើយបន្ទាប់ពីយើងកាត់នំកាត់អីឲ្យអស់ហើយក៏យើងធ្វើដំណើរទៅកំពង់ចាមតែម្ដងមួយឡានមានតែ3នាក់ឯងធ្លាប់តែមួយឡានមានឡើង5 6នាក់ឡើងណែនឥឡូវកំសត់តែម្ដងអញ្ចឹងពេលយើងនៅធ្វើដំណើរតាមផ្លូវក៏យើងឆ្លៀតចូលចាក់សាំងតិចសិនដើម្បីបន្តដំណើរទៅមុខទៀតអញ្ចឹងណាហើយសម្រាប់ vlog នេះរៀងកាត់ទេព្រោះដោយសារតែរៀនធ្វើដំបងហើយអត់មានសកម្មភាពអីច្រើនអញ្ចឹងណាចេះតែថតទៅអញ្ចឹងនេះយើងកំពុងធ្វើដំណើរទៅហើយអញ្ចឹងក៏កាត់មកដល់ស្រុកតែម្ដងអញ្ចឹងនេះបងថ្លៃថ្ងៃនេះគាត់បញ្ចេញស្នាដៃគាត់ធ្វើចង្រិតកដោពងក្លុករបស់គាត់និយាយពីថាឆ្ងាញ់ឲ្យមេដៃហ្មងណាគ្រឿងចង្រិតកដោក្លុកអីហ្នឹងគឺទុកចិត្តលើគាត់គឺថាលេខ1តែម្ដងហើយបន្ទាប់មកទៅក៏កាត់មកនេះនៅសកម្មភាពនៅមុខផ្ទះនៅស្រុកអញ្ចឹងណាជុំប៉ាម៉ាក់ក្មេកបងថ្លៃអីកំពុងរៀបចំមកបានដែលដាក់ពីពេញមកអញ្ចឹងណាហើយបន្តមកទៀតកាត់ទៀតហើយកាត់មកញ៉ាំចង្រិតកដោបជុំគ្នាចាព្រោះអង្គុយចាំមួយថ្ងៃគឺឃ្លានសក់ទឹកមាត់មកគាត់ថាចង្រិតកដោបអីធ្វើច្រើននៅបណ្ដាញ៉ាំគ្នាតិចនិយាយទៅគឺញ៉ាំឡើងហល់ហ្មងណាហើយបន្ទាប់ពីយើងញ៉ាំប្រភេទហ្នឹងហើយក៏យើងចាប់ផ្ដើមដើរទៅស្រុកទៅលេងផ្ទះបងប្អូននៅជិតខាងអីទៀតចឹងណាព្រោះយើងអត់តន់ឆេងមេងទេយើងឆេងមេងថ្ងៃ4អញ្ចឹងវីដេអូនេះការថតហ្នឹងគឺថតថ្ងៃ3អញ្ចឹងនេះគឺយើងធ្វើដំណើរទៅផ្ទះខាងចដូនមួយខាងប្តីហើយក៏បញ្ចប់ត្រឹមហ្នឹងបន្ទាប់មកដល់ថ្ងៃស្អែកយើងញើសពីគេញើសអីហើយក៏យើងចាប់ដើមធ្វើដំណើរទៅឆេងមេងខាងម៉ាកុងចាទៅញើសពីព្រលឹមទៅហ្មងព្រោះដោយសារតែនៅស្រុកហ្នឹងគឺឆេងមេងពីកន្លែងខាងម៉ាកុងខាងម៉ាក់ក្មេកផងខាងប៉ាក្មេកផងអញ្ចឹងណាអញ្ចឹងឥឡូវយើងធ្វើដំណើរឲ្យមកមើលទេសភាពនៅស្រុកកំពង់បឹងពេលព្រលឹមឡើងម៉ោងដែលខ្ញុំថតនេះគឺម៉ោង6ផ្សារនេះបងគេលក់តែត្រឹមម៉ោង5 6 7កន្លះអីគឺអស់អីលក់ហ្មងហើយបើសម្រាប់នៅក្នុងស្រុកហ្នឹងតម្លៃបន្លែម្ហូបអីគឺតម្លៃសមរម្យមែនតើមកខុសពីពេញឆ្ងាយហើយរបស់ក៏រៀងធម្មជាតិដែរអញ្ចឹងណាហើយនេះគឺតាមផ្លូវអូយព្រលឹមឡើងគឺចង់និយាយថាឡើងស្រស់ស្រាយហ្មងតាមផ្លូវទៅកន្លែងឆេងមេងឃើញវាស្រែឃើញអីឃើញព្រះអាទិត្យរះគឺចេញមកអារម្មណ៍ relax ខ្លាំងហ្មងណាហើយតាមផ្លូវឆេងមេងចាយមកអីគាត់និយាយពីប្រពន្ធគាត់នៅស្រុកអីស្ដាប់តាមនឹងទៅក៏ជក់ចិត្តអារម្មណ៍ហើយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតចឹងទៀតណានិយាយពីថាពេលព្រឹកនឹងចាំងមកឃើញមុខឡើងគីឡូស្អាតហ្មងណាពេលដែលថតនឹងគឺចិត្តដល់កន្លែងឆេងមេងហើយអញ្ចឹងតាមផ្លូវនេះគឺទៅឆេងមេងកន្លែងម៉ាខាងម៉ាក់ក្មេកចឹងណាមកដល់ឆេងមេងដុតធូបរៀបចំរៀបអីអស់សុំសុខសប្បាយសុំអីអញ្ចឹងហើយបងអើយកន្លែងមុខឆេងមេងហ្នឹងនៅមុខហ្នឹងមានដឹងគេហៅបឹងប្រហែលជាបឹងហ្នឹងឯងគឺថាភ្នោកន្លែងឆេងមេងនៅចំមុខហ្នឹងហ្មងគឺដូចថាពេលយើងអង្គុយទៅតិចតែជុំហ្មងណាហើយគឺមកគឺអត់មានអារម្មណ៍ថាក្តៅឡើងអញ្ចឹងនិយាយថាស្រស់ស្រាយហ្មងណានិយាយទៅគឺអារម្មណ៍គឺ relax ហើយបានធ្វើបន់ធ្វើអីនេះជុំបងប្អូនចាគាត់មិនឆេងមេងអីអញ្ចឹងណាហ្នឹងហើយដឹងនិយាយអីទៀតទេនេះចាចេះតែនិយាយទៅនឹងនិយាយអីខ្លះទេបន្ទាប់មិនប្តីខ្ញុំនេះនឹងធ្វើស្អីនេះតតស្លឹកឈើតតអីលេងឯណាឲ្យមើលនេះខ្ញុំមើលតតទៀតឡើហើយបន្ទាប់ពីឆេងមេងអស់ហើយនឹងគេមកអង្គុយលេងអុកមួយបងផុសគេនេះហ្នឹងហើយបន្ទាប់ពីឆេងមេងហើយយើងពីកន្លែងហ្នឹងក៏យើងចាប់ផ្ដើមធ្វើដំណើរទៅផ្ទះវិញអញ្ចឹងប្លុកហ្នឹងមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេព្រោះអីយើងធ្វើដំបងអញ្ចឹងណាបាយបាយ